ជំរាបសួរពុកម៉ែបងប្អូនលោកតាលោកយាយដែលស្រឡាញ់គាំទ្រនៅក្នុង086នាំលៀបនាំសំណាងបងប្អូនលោកតាលោកយាយអង្គពូមីងបងប្អូនប្រុសស្រីទាំងអស់ណាដែលសូបិនឃើញពីហេតុផលនិមួយសូបិនឃើញអ្វីផ្សេងដែលបងប្អូនចង់ដឹងពីហេតុផលនោះបងប្អូនអាចវាយចូលនៅក្នុង086ជ្រើសរើសលេខផ្សងសំណាងបានណាពុកម៉ែបងប្អូនណាហើយគ្រាន់តែបងប្អូនចូលមកជួយ Subscribe រូបកណ្ដឹងម្នាក់មួយឬក៏ដាក់មេដៃបងប្អូននឹងទទួលសញ្ញាហេងពីខ្ញុំតែម្ដងចឹងបងប្អូនណាដែលសូបិនឃើញយំបងប្អូនសូបិនថាខ្លួនឯងយំស្រែកបោកខ្លួននៅលើវាវត្តសង្សារក្តីឬក៏វានៅក្នុងបរិវេណដែលយើងមានគ្រោះកាចឬក៏យំស្រែកនៅលើការសោកស្ដាយនៅរឿងអ្វីមួយឬក៏ងើបឡើងយំហ្នឹងហើយចឹងពាក្យថាយំហើយបងប្អូនចង់ដឹងពីលេខផ្សងសំណាងនោះឬក៏បងប្អូនចង់ដឹងពីលេខផ្សងសំណាងច្បាស់នៅក្នុងលេខរៀងដែលជាលេខដែលយើងយកទៅធ្វើអ្វីមួយជាហុងស៊ុយសម្រាប់ថ្ងៃនេះនៅក្នុងពេលដែលយើងសូបិនឬក៏ជាហេតុជាផលយើងធ្វើនៅក្នុងកិច្ចឡើងពិធីអ្វីមួយវាមានលេខទៅតាមហុងស៊ុយនៅក្បួនសូបិនប្រចាំថ្ងៃតែម្ដងចឹងមាននៅក្នុង086នាំលៀបនាំសំណាងបងប្អូនដែលសូបិនឃើញយំបើចំពោះហេតុផលសូបិននេះចាត់ទុកថាជាសូបិនធម្មតាមិនល្អពេកមិនអាក្រក់ពេកបងប្អូនមានបំណងនឹងចង់ដាក់ទុនរកស៊ីអ្វីសូមបងប្អូនអញ្ជើញធ្វើដំណើរចុះដោយសេចក្តីរីករាយដំណើរជាងសាររបស់បងប្អូននឹងទទួលតែលៀបនិងទទួលតែជ័យសិរីសុស្ដីនិងសុភមង្គលតែម្ដងជាពិសេសបើបងប្អូនមានគំនិតនិងគិតនឹងរមុខរបរអ្វីមួយនោះសូមអញ្ជើញបងប្អូនធ្វើដំណើរដោយសេចក្តីរីករាយចុះមិនចោទជាបញ្ហាសម្រាប់បងប្អូនទេព្រោះដំណើរជើងសាររបស់បងប្អូននឹងទទួលលាភជ័យនៅក្នុងជោគជតាថ្ងៃនេះតែម្ដងហើយចំពោះអ្នកនៅលាវបើមានអភិពិពាឬក៏មានគេស្ដីដណ្ដឹងនៅក្នុងថ្ងៃដែលសូកបិណ្ឌឃើញយំនេះគ្រាន់តែបងប្អូនរៀងពិបាកផ្លូវចិត្តបន្តិចរូបអនាគតរបស់បងប្អូនបានប្តីរៀងទៅចេះនឹងពិបាកនិយាយគ្នាបន្តិចណាបងប្អូនណាអញ្ចឹងបងប្អូនអ្នកមានមង្គលការឬក៏អ្នកដែលថាមានគេចង់បាននៅក្នុងថ្ងៃនេះហេតុផលគឺដូច្នេះហើយបងប្អូនចង់ឲ្យរឿងរ៉ាវល្អមកវិញយកអង្គតែមួយក្តាប់បែរទៅទិសខាងកើតទៅសុំលាភសុំជ័យហើយចូលនៅក្នុងផ្ទះជាការស្រេចចំពោះលេខផ្សងសំណាងដែលបងប្អូនយកទៅផ្សងសំណាងនោះគឺបងប្អូនអាចយក7គុតនិង75និង77ចំពោះ3លេខបងប្អូនអាចជ្រើសរើស737គុណបងប្អូនអាចអូស730ចាប់ទៅ737ទៅ739នេះជាលេខផ្សងសំណាងសម្រាប់បងប្អូនអាចយកទៅផ្សងសំណាងបានតាមការគួរអត្ថភាពខ្ពស់លេខល្អចំពោះលេខផ្សងសំណាងសម្រាប់ថ្ងៃនេះលេខផ្សងសំណាងសម្រាប់ថ្ងៃនេះដែលបងប្អូនចូលមកស្ដាប់ចូលមកទស្សនានៅក្នុងវីដេអូរបស់ខ្ញុំសម្រាប់ប្រចាំថ្ងៃ086នាំលៀបនាំសំណាងបងប្អូនអាចជ្រើសរើស7គុតគុណបងប្អូនអាចអុស7មកចាប់ត្រេង7គុតដឹក75 7គុតនៅ75ចំពោះ3លេខបងប្អូនអាចជ្រើសរើស706គុណបងប្អូនអាចអុស700មកចាប់ត្រេង706និង701អ្នកលេងឡូអាចយក706គុណត្រេង607ត្រង់អញ្ចឹងនេះជាលេខផ្សងសំណាងសម្រាប់បងប្អូនដែលលេងនៅក្នុងឡូនិងលេងប៉ុសចឹងលេងឡូបងប្អូនអាចយក706គុណត្រេង700
0.6ត្រង់ណាបងប្អូនណាអញ្ចឹង700.06គុណត្រេង700.06ហើយចំពោះលេខតូចអាចយក6គុណវិញនឹង0.6ទៅនេះបងប្អូនហ្នឹងហើយអញ្ចឹងបើបងប្អូនថាស្រឡាញ់ដែលលេខចំពោះមួយខ្ទង់សម្រាប់តែអ្នកលេងឡូណាបងប្អូនមិនបាច់យកអីច្រើនទេយកតែលេខធំទៅហើយចំពោះអត្តភាពបបសេ706គឺជាលេខហុងស៊ុយ6គុណជូនពរសូមឲ្យសំណាងល្អនិងហេង